រឿងទីបំណុលសាឡាត់ស្រីឡាងត្រូវបរិសង្ហាហឹមថាវយ៉ាណាបង្ហោះវីដេអូស្និទ្ធស្នាលបង្ហាញពីទំនាក់ទំនងពិសេសបន្ទាប់ពីស្ងប់ស្ងាត់រឿងកេរទីបំណុលមិនបានប្រមាណផងស្រាប់តែថ្មីនេះបរិសង្ហាហឹមថាវយ៉ាណាដែលជាម្ចាស់ GLP Mr. Cambodia 2024បង្ហោះវីដេអូហាត់ប្រាណនិងស្និទ្ធស្នាលជាមួយសាឡាត់ស្រីឡាងយ៉ាងផ្អែមល្ហែមបំផុតនៅក្នុង TikTok តាមរយៈវីដេអូដែលបរិសង្ហាហឹមថាវយ៉ាណាបានបង្ហោះនោះកំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ហើយម្នាក់ៗគិតថាសាឡាត់ស្រីឡាងចាប់ផ្ដើមបង្ហាញពីទំនាក់ទំនងនឹងជីវិតឯកជនរបស់ខ្លួនជាមួយបរិសង្ហាហឹមថាវយ៉ាណាសាធារណៈហើយអ្នកទាំងពីរនឹងអាចមានដំណើរល្អក្នុងពេលឆាប់ពីព្រោះកន្លងមកសាឡាត់ស្រីឡាងកម្រនឹងបង្ហាញមុខជាមួយបរិសប្លែកមុខណាស់ភាគច្រើននាងធ្វើតែវីដេអូញ៉ាំអាហារឬវីដេអូមើលថែប្អូនប្រុសរបស់ខ្លួនតែប៉ុណ្ណោះចំណែកសាឡាត់ស្រីឡាងវិញមិនបានឆ្លើយតបអ្វីច្រើនទៅកាន់អ្នកគាំទ្រនោះទេគឺនាងនៅតែបន្តសកម្មភាពស្និទ្ធស្នាលនិងថតវីដេអូជាមួយលោកហឹមថាវយ៉ាណាជាធម្មតាហើយក៏មិនខ្លាចក្នុងការរិះគន់ផងដែរគួរបញ្ជាក់ផងដែរថាសាឡាត់ស្រីឡាងចាប់ផ្ដើមបង្ហាញភាពស្និទ្ធស្នាលជាមួយលោកហឹមថាវយ៉ាណាជាសាធារណៈបែបនេះបន្ទាប់ពីនាងមានរបួសចង្កេះនិងបានទៅហាត់ប្រាណនៅក្នុងក្លឹបមួយកន្លែងដើម្បីព្យាបាលរបួសអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរ